ចាថ្ងៃនេះគឺជាថ្ងៃដែលត្រូវតេស្តសមត្ថភាពកូនសិស្សរបស់ខូចម៉ាលីអញ្ចឹងសម្រាប់សិស្សខូចម៉ាលីបងប្អូនអ្នកគ្នានិយាយទៅលទ្ធផលគាត់បានអេមែនតែនទើបតែហាត់បានមួយខែទេហើយក្នុងមួយខែនេះមួយសប្តាហ៍ត្រូវមកជួបខូចម៉ាលីម្ដងដើម្បីវឹកហាត់និងឆែកពីការហាត់ខុសខាត់ត្រូវរបស់គាត់ហើយពេលខ្លះទៀតខ្ញុំទៅសើគាត់ដោយសារអីកូនសិស្សរបស់ខូចម៉ាលីអត់មានពើទេគ្នាមានពើតែថ្ងៃសៅរ៍មួយថ្ងៃគាត់ព្រោះក្រៅពីហ្នឹងគឺត្រូវយកត្រូវធ្វើកូនត្រូវលក់ដូរត្រូវរស់ស៊ីខ្លួនឯងនៅផ្ទះចាហើយនៅដល់កម្ពូលចានៅដល់កម្ពូលចាបងប្អូនដឹងហើយនៅចិត្តចំចៅចាហើយអ្វីដែលសំខាន់ខូចម៉ាលីសប្បាយចិត្តមែនតើដល់ឃើញលទ្ធផលរបស់គាត់ហើយឥឡូវនេះគឺខូចម៉ាលីកំពុងតែការវឹកហាត់ហើយការវឹកហាត់នេះបងប្អូនខ្ញុំបងប្អូនណាខ្លះដែលធ្លាប់ទៅហាត់ជាទៅហាត់ហើយមួយខែអត់ទាន់ចេញរូបរាងសម្រាប់ខូចសិស្សខូចម៉ាលីបើគាត់ហាត់ធ្វើតាមការណែនាំរបស់ខូចម៉ាលីចាព្រោះខូចម៉ាលីមិនមែនបង្វឹកឲ្យត្រឹមបងប្អូនរៀងស្អាតទេគឺបង្វឹកឲ្យបងប្អូនឲ្យកូនសិស្សទាំងអស់នេះមានតិចនិចទាំងការកាន់ក្បាច់ទាំងការប្រើដង្ហើមចាហើយអ្វីដែលសំខាន់បំផុតគឺឲ្យចេះតែម្ដងចាមួយក្បាច់គឺពន្យល់និយាយថាអស់អាចអស់នោមបើនិយាយឲ្យអាក្រក់ស្ដាប់ប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាជាមួយខូចម៉ាលីបរៀនអត់លាក់ទេចាហើយខ្ញុំដឹងទៀតថាអ្វីដែលកូនសិស្សគាត់ហាត់ហើយគាត់កាន់តែមានកម្លាំងពើហាត់ហើយឃើញគាត់ចេះចាអានឹងគឺចំណុចសំខាន់ហ្មងហើយមួយទៀតតែយើងចេះទៅក្លឹបណាក៏យើងអាចទៅបានដែរដោយមិនចាំបាច់មានគ្រូទេហើយនេះសិស្សខូចម៉ាលីចាលទ្ធផលរបស់គាត់អូខ្ញុំទៅសើគាត់មែនតើហើយថ្ងៃនេះបន្ទាប់ពីវគ្គជួប10ម៉ោងគឺចាប់ផ្ដើមខូចម៉ាលីដើរឲ្យគាត់ហាត់គ្រប់ម៉ាស៊ីនព្រោះម៉ាស៊ីនសំខាន់ដែរថ្ងៃខ្លះយើងហាត់កុំឲ្យធុញប៉ុន្តែជាក់ស្ដែងទៅម៉ាស៊ីននេះគឺខូចម៉ាលីអត់ហាត់យកជាគោលទេណាបងប្អូនបើម៉ាស៊ីនជាគ្រឹះអត់ឲ្យហាត់ទេដោយសារតែវាស្រួលពេកចាអញ្ចឹងម៉ាស៊ីនទាំងអស់នេះគឺស្រួលអត់ពិបាកទេអញ្ចឹងសម្រាប់វគ្គនេះផងដែរខូចម៉ាលីមានថែមមួយថ្ងៃសម្រាប់ឲ្យដើរតេស្តម៉ាស៊ីនចេះគ្រប់ម៉ាស៊ីនចាមិនមែនមកបរៀនតែ10ម៉ាស៊ីន5ម៉ាស៊ីនទេនិយាយទៅ10ម៉ោងនេះក៏ចង់និយាយថាច្បាស់លាស់ល្អហ្មងសម្រាប់ជាពិសេសមួយទៀតបងប្អូនដែលគាត់អត់ហ៊ានទៅហាត់ម៉ាស៊ីនណាខ្លាចខុសចេះខ្លាចខុសចុះត្រូវបាច់ហើយចាហើយនេះមើលលក្ខណៈកូនសិស្សខូចម៉ាលីហាត់ចាបងប្អូនអរគ្នាខ្ញុំនិយាយមែនគាត់ហាត់ទៅបានមួយខែណាចាមួយខែនេះជួបខូចម៉ាលីបានតែ4ដងគាត់មួយសប្តាហ៍ជួបម្ដងហើយខ្ញុំប្រាប់កូនសិស្សខូចម៉ាលីបងប្អូនថាអូខ្ញុំតមកជួបខូចរាល់ថ្ងៃបានចេះចានេះសម្ដីពិតរបស់កូនសិស្សខូចម៉ាលីតែម្ដងខ្ញុំប្រាប់ពើគាត់ជួបហើយពើខ្លះគាត់ថាចេះអូខូចសប្តាហ៍ហ្នឹងអត់ទាន់ចង់ជួបទេខ្ញុំចង់យកទៅវឹកហាត់ខ្លួនឯងទៀតដើម្បីបានឆ្ងល់សួរហើយឲ្យបានបទពិសោធន៍ហើយយកមកសួរឲ្យឆាប់ចេះមែនខ្ញុំទៅសើគាត់រៀនឆ្លាតជាងអ្នកដែលគាត់មានគ្រូរាល់ថ្ងៃទៀតពើខ្លះរាល់ថ្ងៃអ្នកខ្លះមកអត់ច្បាប់និយាយទៅគាត់អត់មានពើធ្វើ homework ឲ្យខូចម៉ាលីទេអញ្ចឹងនេះខ្ញុំទៅសើគាត់ខ្លាំងមែនតើចាគាត់ហាត់ហើយគឺគាត់តែងតែថតវីដេអូផ្ញើមកខូចម៉ាលីហើយអ្វីដែលគាត់ហាត់គឺគាត់ហាត់នៅជិតផ្ទះគាត់អញ្ចឹងមួយសប្តាហ៍នេះមកជួបខូចត្រឹមតែមួយថ្ងៃទេចាហើយការហាត់របស់គាត់គឺរីកចម្រើនខ្លាំងមែនតើចាសម្រាប់បងប្អូនចង់ចេះជំនាញហាត់បែបអាជីពចាមកដោយសារអីខូចម៉ាលីទម្រាំតែបានបើកវគ្គនេះខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាចាដើរសាក់អស់ហើយវឹកហាត់ខ្លួនឯងនឹងហ្មង